របស់ពិភពលោកប្រព្រឹត្តទៅក្រោមប្រស័យភ្នែករបស់យើងដើមឈើស្រូបទឹកក្នុងដីនិងបញ្ចេញមកវិញជាអាប់ស្ដាងទៅក្នុងបរិយាកាសអាប់ទាំងនេះបង្កើតជាឧបករណ៍ការពារដែលកាត់បន្ថយកម្លាំងទឹកភ្លៀងដែលធ្លាក់មកអាប់ទាំងនេះនាំមកនូវសំណើមចាំបាច់សម្រាប់ជីវិតទាំងអស់ព្រៃឈើផ្ទុកទៅដោយជាតិកាបូនវាផ្ទុកកាបូនច្រើនជាងបរិយាកាសរបស់ផែនដីមានទៅទៀតព្រៃឈើជាធាតុបង្គោលនៃលំនឹងអាកាសធាតុដែលពួកយើងទាំងអស់គ្នាពឹងពាក់លើដើមឈើរបស់ព្រៃដំបូងជាជំរករបស់ជីវៈចម្រុះ 3/4 នៅលើផែនដីមានន័យថាជាចម្រករបស់ធាតុទាំងអស់ដែលរស់នៅលើផែនដីព្រៃទាំងនេះផ្ដល់នូវថ្នាំសម្រាប់ព្យាបាលពួកយើងខ្លួនប្រាណរបស់យើងស្គាល់នូវសារធាតុដែលរុក្ខជាតិទាំងនេះបញ្ចេញមកកោសិការបស់យើងប្រើភាសាដូចគ្នាពួកយើងស្ថិតនៅក្នុងសន្តានតែមួយប៉ុន្តែប្រហែលជា40ឆ្នាំប៉ុណ្ណោះព្រៃ Amazon ដែលជាព្រៃធំជាងគេបង្អស់នៅលើផែនដីបានបាត់បង់ផ្ទៃដី 1/5 រួចទៅហើយព្រៃឈើបានក្លាយជាកន្លែងសម្រាប់ចិញ្ចឹមសត្វនិងដាំសណ្តែកសៀងសណ្តែកសៀង 95% ត្រូវបានយកមកធ្វើជាចំណីសត្វចតុបាទនិងបសុបក្សីនៅទ្វីបអឺរ៉ុបនិងទ្វីបអាស៊ីនេះហើយជាវិធីដែលយើងប្រែក្លាយព្រៃឈើជាសាច់សត្វកោះប៊ននីអូដែលជាកោះធំជាងគេទី4នៅលើពិភពលោកកាលពីប្រហែលជា20ឆ្នាំមុនគ្របដណ្ដប់ដោយព្រៃដំបងយ៉ាងធំបើតាមចង្វាក់នៃការកាប់ព្រៃដូចពេលបច្ចុប្បន្ននេះមិនដល់10ឆ្នាំផងកោះប៊ននីអូនឹងប្រឈមមុខនឹងការបាត់បង់ព្រៃឈើភាវៈរស់ជាចំណងរវាងទឹកខ្យល់ដីនិងព្រះអាទិត្យចំណងនេះបានប្រេះដាច់នៅប៊ននីអូដែលជាកន្លែងផ្ទុកនូវជីវៈចម្រុះមួយដ៏ធំនៅក្នុងលោកមូលហេតុនៃការបំផ្លាញនេះកោះប៊ននីអូបានបំបែកខ្លួនរកការផលិតប្រេងដូងដែលជាប្រេងមួយក្នុងចំណោមប្រេងដែលឲ្យផលនិងប្រើប្រាស់ច្រើនជាងគេក្នុងលោកប្រេងដូងនេះមួយភាគធំត្រូវបានប្រើប្រាស់សម្រាប់បម្រើឲ្យតម្រូវការដែលកើនឡើងរបស់យើងទៅលើចំណីអាហារផលិតផលថែរក្សាសម្រស់សាប៊ូនិងផលិតផលកសិកម្មបូនធាតុចម្រុះរបស់ប្រេងឈើបានក្លាយជាធាតុតែមួយគឺប្រេងដូងសម្រាប់ប្រជាជនក្នុងស្រុកវាជាប្រភពការងារនេះគឺជាឧស្សាហកម្មកសិកម្មឧទាហរណ៍មួយទៀតនៃការបំផ្លាញព្រៃឈើទ្រង់ទ្រាយធំគឺដើមអាកាសយ៉ាត្រូវបានប្រើសម្រាប់ផលិតក្រដាសការដាំដុះលាសន្ធឹងកាន់តែធំឡើងទៅតាមកំណើននៃការប្រើប្រាស់ក្រដាសហើយការប្រើប្រាស់នេះបានកើនឡើង5 ដងក្នុងរយៈពេល50ឆ្នាំព្រៃមួយមិនអាចជំនួសព្រៃមួយទៀតបានទេនៅខាងក្រោមដើមអាកាសយ៉ាទាំងនេះគ្មានអ្វីអាចដុះបានទេដោយសារតែស្លឹករបស់វាបានបង្កើតជាជាតិពុលដល់រុក្ខជាតិផ្សេងទៀតការដាំដុះដើមបែបនេះកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តែវាបានធ្វើឲ្យខ្សោះធនធានទឹកសណ្តែកសៀងប្រេងដូងអាកាសយ៉ាការកាប់ព្រៃឈើបានបំផ្លាញធាតុសំខាន់របស់ជីវិតដើម្បីតែបង្កើតផលច្រើនលើសលប់ប៉ុន្តែនៅកន្លែងផ្សេងទៀតគេកាប់ព្រៃឈើដើម្បីចិញ្ចឹមជីវិតមនុស្សជាង2 កោដនាក់ស្មើនឹងជីវិត 1/3 នៃមនុស្សនៅលើផែនដីនៅតែពឹងផ្អែកលើអុកធ្យូងនៅប្រទេសអាអ៊ីទីជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រលើពិភពលោកអុកធ្យូងជាផលិតផលដែលគេប្រើប្រាស់ជាចាំបាច់ប្រទេសតៃទីធ្លាប់តែជាគ្រាប់គុជនៃប្រជុំកោះអង្គទីសប្តាហ៍ថ្ងៃនេះប្រទេសនេះមិនអាចផ្គត់ផ្គង់ខ្លួនឯងដែលគ្មានជំនួយបរទេសបានទេ
នៅលើកូនភ្នំនៃប្រទេសអៃទីព្រៃនៅសល់តែ 2% ប៉ុណ្ណោះដីមិនជាប់គ្នាទីទេទឹកភ្លៀងបាននាំយកដីរបស់កូនភ្នំទាំងនេះរួចហូរទៅរហូតដល់សមុទ្រម្ដងបន្តិចដីចាប់ផ្ដើមដាំដំណាំលែងកើតនៅតំបន់មួយចំនួននៅម៉ាដាហ្គាស្កាការហូរច្រោះដីមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ដីនៃកូនភ្នំតូចៗទាំងមូលបានហូរអស់រាប់រយម៉ែត្រពីភ្នំដីត្រូវបានបង្កើតឡើងដោយសារភាវៈរស់ស្ដើងហើយងាយខូចខាតដោយសារតែការហូរច្រោះស្រទាប់ស្ដើងរបស់ដីដែលប្រកបដោយជីជាតិនឹងបានកើតឡើងដោយប្រើពេលរាប់ពាន់ឆ្នាំមកហើយនោះត្រូវបានរលាយបាត់បង់នេះជាមេរៀននៃប្រវត្តិរបស់ប្រជាជននៃកោះប៉ាក់រឿងរ៉ាវនេះប្រហែលជាអាចឲ្យយើងយកមកពិចារណាបានទីនេះជាកោះដែលឃ្លាតឆ្ងាយពីពិភពលោកជាងគេប្រជាជនបានទាញយកផលពីធនធានដែលមានរហូតដល់អស់រលីងអរិយធម៌របស់ពួកគេមិនអាចរស់បានឡើយកាលពីមុននៅលើដីនេះមានប្រភេទដើមដូងត្នោតដែលខ្ពស់ជាងគេបំផុតក្នុងលោកតែពួកវាបានផុតពូជហើយប្រជាជននៃកោះប៉ាក់បានយកផលពីវារហូតដល់ដាច់ពូជប្រជាជនត្រូវប្រឈមមុខនឹងការហូរច្រោះដីប្រជាជនកោះប៉ាក់មិនអាចនេសាទបានទៀតទេពួកគេគ្មានដើមឈើសម្រាប់ធ្វើទូកទៀតឡើយប៉ុន្តែពួកគេជាប្រជាជនដែលមានអរិយធម៌រុងរឿងជាងគេនៅមហាសមុទ្រប៉ាស៊ីហ្វិកជាកសិករដ៏ចំណានជាជាងចម្លាក់និងជានាវិកដ៏អស្ចារ្យកោះនេះត្រូវបានចាត់ចូលទៅក្នុងប្រភេទដែលមានប្រជាជនច្រើនហួសនិងដែលខ្សោះអស់ធនធានធម្មជាតិអាចកំបាំងដែលប្រជាជនកោះប៉ាក់ចង់ដឹងពិតប្រាកដមិនមែនចង់ដឹងថាហេតុអ្វីបានជាកោះនេះមានស្ថានភាពចម្លែកបែបនេះទេតែគឺដើម្បីយល់ដឹងថាហេតុអ្វីបានជាពួកគេមិនអាចរកវិធីទប់ស្កាត់ទាន់ពេលប្រជាជនជាច្រើនមិនបានឆ្លងកាត់ភាពវឹកវរទាំងនេះទេវាគ្រាន់តែជាមេរៀនមួយក្នុងចំណោមមេរៀនជាច្រើនទៀតប៉ុន្តែវាជាមេរៀនមួយដែលយើងចាប់អារម្មណ៍ចាប់ពីឆ្នាំ1950មកប្រជាជននៅលើពិភពលោកកើនឡើងស្ទើរតែ3ដងហើយចាប់តាំងពីឆ្នាំ1950យើងបានកែប្រែកោះនិងផែនដីរបស់យើងច្រើនជាងយើងបានកែប្រែវាក្នុងកំឡុង200,000ឆ្នាំនៃប្រវត្តិរបស់យើងទៅទៀតប្រទេសនីហ្សេរីយ៉ាជាប្រទេសនាំប្រេងចេញទី1នៅអាហ្វ្រិកប្រជាជនចំនួន 70% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រធនធានមាននៅទីនេះប៉ុន្តែប្រជាជនមិនអាចយកវាបានវាជាសក្ខីភាពនៅក្នុងពិភពលោកពាក់កណ្ដាលនៃប្រជាជនដែលក្រីក្ររស់នៅក្នុងប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិប៉ុន្តែប្រជាជនចំនួន 70% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រធនធានមាននៅទីនេះប៉ុន្តែប្រជាជនមិនអាចយកវាបានវាជាសក្ខីភាពនៅក្នុងពិភពលោកពាក់កណ្ដាលនៃប្រជាជនដែលក្រីក្ររស់នៅក្នុងប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិតែគម្លាតបែបនេះអាចបន្តយូរប៉ុណ្ណាទៀតគឺគម្លាតទាំងនេះហើយដែលធ្វើឲ្យមានចលនាបំលាស់ទីរបស់ប្រជាជនហើយដែលពួកយើងមិនបានយល់ដឹងទីក្រុងឡាហ្គោមានប្រជាជនតិចជាង 700,000 នាក់នៅក្នុងឆ្នាំ1960វានឹងមានប្រជាជនចំនួន 16 លាននាក់នៅឆ្នាំ2025ឡាហ្គោជាទីក្រុងប្រជុំជនមួយដែលមានកំណើនខ្លាំងជាងគេបំផុតនៅលើពិភពលោកអ្នកទីក្រុងថ្មីទាំងនេះភាគច្រើនជាអ្នកជនបទដែលត្រូវបង្ខំចាកចេញពីទីជនបទដោយសារភាពលំបាកខាងសេដ្ឋកិច្ចចលនាប្រជាជននិងការបាត់បង់ធនធានធម្មជាតិកំណើនទីក្រុងថ្មីនេះជាព្រឹត្តិការណ៍ថ្មីព្រោះវាជាកត្តាជំរុញភាពក្រីក្រមិនមែនភាពមានបាននោះទេ
ជារៀងរាល់សប្តាហ៍ពិភពលោកយើងមានចំនួនប្រជាជនជាង1 លាននាក់បានមកបន្ថែមលើប្រជាជនរស់នៅទីក្រុងរៀងរាល់សប្តាហ៍មនុស្ស1នាក់ក្នុងចំណោម6នាក់រស់នៅក្នុងលំនៅឋានដែលមិនទៀងទាត់គ្មានផាសុកភាពមានមនុស្សច្រើនហួសហើយគ្មានលទ្ធភាពទទួលបាននូវទឹកស្អាតបង្គន់អនាម័យអគ្គិសនីភាពអត់ឃ្លានបានកើនឡើងម្ដងទៀតវាប៉ះពាល់មនុស្សជិត1 កោដនេះនៅលើពិភពលោកអ្នកក្ររុករកក្នុងធុងសម្រាមដើម្បីរស់ហើយយើងវិញបន្តរុករកធម្មជាតិដែលយើងយល់ថាជាចាំបាច់យើងស្វែងរកវាកាន់តែឆ្ងាយទៅដល់ដែនដីដែលបានវិនិច្ឆ័យហើយរករហូតដល់ក្នុងស្រទាប់ដីដែលកាន់តែពិបាករកទៅយើងមិនបានផ្លាស់ប្ដូររបៀបប្រើប្រាស់ទេតើប្រេងអាចនឹងខ្វះទេយើងអាចទាញយកប្រេងដែលលាយនឹងខ្សាច់លាយជាតិអ៊ីដ្រូកាបូននៅប្រទេសកាណាដារថយន្តផ្ទុកទំនិញធំជាងគេនៅក្នុងលោកដឹកដីខ្សាច់រាប់លានតោនយើងកូរដុតច្រោះយើងប្រើទឹករាប់លានម៉ែត្រគូបដើម្បីញែកជាតិអ៊ីដ្រូកាបូនឲ្យចេញពីខ្សាច់ចំណាយលើថាមពលច្រើនសម្បើមណាស់ការបំពុលបរិស្ថានក៏ច្រើនអាណែកគ្មានអ្វីដែលប្រញាប់ជាងការយកឲ្យអស់នៅដុំថាមពលនោះទេអ្នករកប្រេងកាតកាន់តែច្រើនតម្រូវការថាមពលកើនឡើងមិនឈប់យើងចង់ផ្គត់ផ្គង់តម្រូវការដ៏កើនឡើងរបស់យើងដូចជាឡគ្មានបាតត្រូវការធាតុឆេះឥតឈប់ឈរវាជារឿងរ៉ាវរបស់កាបូននេះធ្វើឲ្យបរិយាកាសយើងคล้ายជាឡក្តៅមួយដែលធម្មជាតិបានរក្សាទុកអស់រយៈពេលជាច្រើនលានឆ្នាំដើម្បីឲ្យលូតលាស់យើងបានប្រឡែងកាបូនមួយភាគធំក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះបរិយាកាសឡើងកម្ដៅរូបភាពទូកនៅកន្លែងនេះកាលពីប្រមាណឆ្នាំមុនមិនអាចមានទេការដឹកជញ្ជូនឧស្សាហកម្មការកាប់ព្រៃឈើកសិកម្មសកម្មភាពរបស់យើងបានបញ្ចេញនូវឧស្ម័នកាបូនិកជាច្រើនមហាសាលយើងមិនបានដឹងសោះឡើយថាមួយម៉ូលេគុលម្ដងយើងបានធ្វើឲ្យលំនឹងរបស់អាកាសធាតុនៅលើផែនដីក្រឡាប់ចាក់យើងបានបង្វែរការយកចិត្តទុកដាក់ទៅលើតំបន់ប៉ូលគ្មានកន្លែងណាដែលអាចឲ្យយើងឃើញនៅបំរែបំរួលអាកាសធាតុបានច្បាស់ជាងនៅតំបន់នេះឡើយអាកាសធាតុប្រែប្រួលឆាប់រហ័សខ្លាំងណាស់ផ្លូវឆ្លងសមុទ្រទិសនិរតីដែលភ្ជាប់តំបន់ប៉ូលទ្វីបអាមេរិកអឺរ៉ុបនិងអាស៊ីត្រូវបានបាត់បង់ផ្ទាំងទឹកកកអាក់ទិកបានរលាយដោយសារតែឥទ្ធិពលនៃការកើនឡើងកម្ដៅផ្ទាំងទឹកកកបានបាត់បង់កម្រាស់អស់ 40% ក្នុងរយៈពេល40ឆ្នាំផ្ទៃរបស់វារួមតូចពី1ឆ្នាំទៅ1ឆ្នាំវាអាចនឹងបាត់បង់ទាំងស្រុងមុនឆ្នាំ2030អ្នកខ្លះថាមុនឆ្នាំ2015
កាំរស្មីព្រះអាទិត្យដែលផ្ទៃទឹកកកផ្លាតទៅលើមេឃបានចាំងចូលទៅក្នុងវិញរួចធ្វើឲ្យវាឡើងកម្ដៅការឡើងកម្ដៅបង្កើនល្បឿនកាន់តែខ្លាំងឡើងផ្ទាំងទឹកកកទាំងនេះជាសក្ខីភាពនៃអាកាសធាតុរបស់យើងការប្រមូលផ្ដុំនៅឧស្ម័នកាបូនិកមិនមែនច្រើនបែបនេះទេតាំងពីរាប់ពាន់ឆ្នាំមុនមនុស្សជាតិមិនដែលឃើញនៅបរិយាកាសបែបនេះទេតើការកេងយកផលហួសហេតុពីធនធានធម្មជាតិគំរាមដល់ជីវិតភីវរុសផ្សេងដែរឬទេបំរែបំរួលអាកាសធាតុធ្វើឲ្យការគំរាមកំហែងនេះកាន់តែកើនឡើងមុនឆ្នាំ2050 1/4នៃប្រភេទភីវរុសទាំងអស់នៅលើផែនដីអាចប្រឈមមុខនឹងការបាត់បង់នៅតំបន់ប៉ូលទាំងនេះលំនឹងនៃជីវៈចម្រុះបានរង្គោះរង្គើរួចស្រេចទៅហើយជុំវិញប៉ូលខាងជើងផ្ទាំងទឹកកកបានបាត់បង់ផ្ទៃរបស់ខ្លួន 30% ក្នុងរយៈពេល30ឆ្នាំប៉ុន្តែដោយសារតែការកើនឡើងនៃកម្ដៅនៅកោះ Groenland ទឹកសាបទូទាំងទ្វីបបានហូរលាយចូលគ្នាជាមួយនឹងទឹកប្រៃរបស់មហាសមុទ្ររួចទៅហើយផ្ទាំងទឹកកករបស់កោះ Groenland ផ្ទុកទឹកសាបរបស់ផែនដី 20% ការរលាយទឹកកកធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើងជិត 7 ម៉ែត្រប៉ុន្តែគ្មានឧស្សាហកម្មណាមួយបានមកដល់ទីនេះទេកោះ Groenland ទទួលរងនៅឧស្ម័នផ្ទាំងកញ្ចក់ដែលបញ្ចេញមកពីទីកន្លែងផ្សេងៗនៃផែនដីប្រព័ន្ធអេកូស៊ីស្ទែមរបស់យើងគ្មានព្រំដែនទេទោះជាយើងទៅដល់ទីណាក៏ដោយក៏សកម្មភាពរបស់យើងឲ្យផលត្រឡប់មកលើផែនដីទាំងមូលវិញដដែលបរិយាកាសរបស់ផែនដីយើងគឺតែមួយនឹងមិនអាចបំបែកបានឡើយវាជាសម្បត្តិរួមរបស់យើងនៅលើផ្ទៃកោះ Groenland បឹងបួរទាំងឡាយលេចឡើងបញ្ចេញជាទេសភាពរបស់កោះផ្ទាំងទឹកកកចាប់ផ្ដើមរលាយក្នុងល្បឿនមួយដែលសូម្បីតែអ្នកវិទ្យាសាស្ត្រដែលទូទៅទេនិយមបំផុតក៏មិនអាចគិតដល់បានដែរកាលពី10ឆ្នាំមុនស្ទឹងទឹកកកទាំងនេះកើតតគ្នាផ្ចិតជាប់គ្នានិងទម្លាយផ្ទៃចូលគ្នាយើងគិតថាទឹកនឹងកកក្នុងកម្រាស់ដ៏ក្រាស់ផ្ទុយទៅវិញទឹកហូរចូលទៅក្រោមផ្ទាំងទឹកកកទឹកហូររុញផ្ទាំងទឹកកកយ៉ាងលឿនទៅកាន់សមុទ្ររួចប្រេះបែកជាផ្ទាំងទឹកកកដែលអណ្ដែត
ទឹកសាបរបស់ទឹកកោះក្រូអែនឡង់ចូលទៅបន្ថែមបន្តិចម្ដងទឹកប្រៃនៃមហាសមុទ្រធ្វើឲ្យគម្រាមកំហែងដល់តំបន់ទំនាបរបស់ផែនដីកម្រិតទឹកសមុទ្រកើនឡើងការរីកឡើងនៃផ្ទៃទឹកដោយសារតែកម្ដៅបានធ្វើឲ្យកម្រិតទឹកសមុទ្រកើនឡើង20សង់ទីម៉ែត្រនៅក្នុងសតវត្សទី20ប៉ុណ្ណោះអ្វីលែងទៀងទាត់ទៀតហើយឧទាហរណ៍ផ្កាថ្មងាយនឹងរងគ្រោះថ្នាក់បំផុតចំពោះបម្រែបម្រួលសីតុណ្ហភាពទឹកផ្កាថ្ម 30% បានបាត់បង់រួចស្រេចទៅហើយផ្កាថ្មជាច្រវាក់សំណាញ់ដែលចាំបាច់សម្រាប់ការបន្តជីវិតរបស់ប្រភេទភីវីរុសជាច្រើនក្នុងបរិយាកាសគន្លងរបស់ខ្យល់ធំបានផ្លាស់ប្ដូរគន្លងវដ្តទឹកភ្លៀងត្រូវបានកែប្រែភូមិវិទ្យាអាកាសធាតុប្រែប្រួលប្រជាជនដែលរស់នៅក្នុងកោះដែលទាបដូចជាកោះម៉ាល់ឌីវនេះជាអ្នកទី1ដែលត្រូវគំរាមកំហែងការព្រួយបារម្ភរបស់ពួកគេកាន់តែខ្លាំងឡើងមនុស្សមួយចំនួនស្វែងរកដីជម្រកថ្មីរួចទៅហើយតើទីក្រុងធំនៅលើពិភពលោកដូចជាទីក្រុងតូក្យូដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនជាងគេបំផុតលើលោកនឹងត្រូវធ្វើយ៉ាងណាបើកម្រិតកម្ពស់ទឹកសមុទ្រនៅតែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្រកាន់តែឲ្យសញ្ញាអាសន្នឡើងទំនាបឆ្នេរជាកន្លែងដែល 70% នៃចំនួនប្រជាជននៅលើផែនដីរស់នៅទីក្រុងធំ11ក្នុងចំណោមទីក្រុង14នៅលើពិភពលោកមានទីតាំងនៅតាមបណ្ដោយឆ្នេរសមុទ្រឬតាមច្រាំងទន្លេការកើនឡើងនៃកម្រិតទឹកសមុទ្រធ្វើឲ្យអំបិលគ្របដណ្ដប់ស្រទាប់របស់ប្រភពទឹកនៅក្នុងដីធ្វើឲ្យប្រជាជនគ្មានទឹកស្អាតប្រើប្រាស់បាតុភូតចំណាកស្រុកជាបាតុភូតដែលមិនអាចជៀសផុតមន្ទិលតែមួយគត់គឺកម្លាំងឥទ្ធិពលរបស់វា